ចាបងប្អូនថ្ងៃនេះធ្វើនំថូធីឡាចាដាក់ស្លឹកខ្ទឹមចាឆ្ងាញ់ណាឡើងឈ្ងុយអំបិលម្សៅមីអត់បាក់ឯងបងប្អូនអើយហើយប្រេងឆាយើងហ្នឹងចាហើយនឹងថែមជាមួយនឹង baking powder បន្តិចហើយប្រេងឆាហ្នឹងហើយនឹងទឹកដោះគោស្រស់ជាមួយទឹកហើយនឹងបើយើងអត់ដាក់ទឹកដោះគោស្រស់លាយតែទឹកច្បាច់មកល្មមទៅចាជាការស្រេចហើយណាងាយធ្វើហើយយើងយកខ្ទះអត់ជាប់ចាយើងពីចហើយយើងយកមកដុតចឹងដុតត្រឡប់ចុះឡើងហើយថ្ងៃហ្នឹងក៏ឆាផ្ទាប់ជាមួយឆាសាច់ជ្រូក3ជាន់ហាន់ស្ដើងជាមួយខ្ទឹមប្រាំងក៏ហាន់ស្ដើងហើយនំនេះបានធ្វើថ្មីញ៉ាំភ្លាមឆ្ងាញ់ចាហើយផ្ទាប់ឆាខ្ទឹមប្រាំងជាមួយសាច់ជ្រូក3ជាន់ហើយយើងចង់ឆាជាមួយសាច់គោក៏បានយើងចង់ធ្វើសាច់មាន់ក៏បាននេះចាហើយយកទៅផ្ទាប់ទៅជាការស្រេច